នៅឆ្នាំ1945ក្រោយពីអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើទីក្រុង Hiroshima និង Nagasaki គេឈ្មោះរបស់ Einstein ត្រូវបានគេស្គាល់ជាទូទៅថាគឺជាបិតានៃអាវុធនុយក្លេអ៊ែរម្យ៉ាងគឺដោយសារតែលោកជាអ្នកបង្កើតទ្រឹស្ដីស្ដីពីទំនាក់ទំនងរវាងម៉ាស់និងថាមពលនិងកាន់តែសំខាន់ជាងនេះទៅទៀតគឺដោយសារតែលោកជាអ្នកដែលបានសរសេរលិខិតជំរុញឲ្យប្រធានាធិបតីអាមេរិកបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ1939 Einstein ចាប់ផ្ដើមមានវិបត្តិសេរីដោយមើលឃើញពីសោកនាដកម្មដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរទៅលើប្រជាជនជប៉ុនហើយជាពិសេសវាគឺជាសោកនាដកម្មដែលលោកយល់ថាគឺជារឿងដែលមិនចាំបាច់ទាល់តែសោះសម្រាប់ Einstein ការដែលលោកជំរុញឲ្យអាមេរិកផលិតអាវុធនុយក្លេអ៊ែរគឺដោយសារតែលោកបារម្ភខ្លាចអាល្លឺម៉ង់ផលិតអាវុធប្រឡាយលោកនេះបានមុនហើយ Hitler នឹងក្លាយទៅជាអ្នកត្រួតត្រាពិភពលោកក៏ប៉ុន្តែនៅមុនពេលដែលអាមេរិកទម្លាក់គ្រាប់បែកលើ Hiroshima និង Nagasaki គ្រប់គ្នាសុទ្ធតែបានដឹងយ៉ាងច្បាស់ថាអាល្លឺម៉ង់មិនបានជោគជ័យក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេហើយលើសពីនេះទៅទៀតអាល្លឺម៉ង់ក៏បានចុះចាញ់សង្គ្រាមរួចទៅហើយនោះដែរប្រមាណជាមួយខែក្រោយពីការទម្លាក់គ្រាប់បែកនៅ Hiroshima និង Nagasaki Einstein រួមជាមួយនឹងអ្នកវិទ្យាសាស្ត្រផ្សេងទៀតបានរួមគំនិតគ្នាធ្វើការតស៊ូមតិទាមទារឲ្យបង្កើតឡើងនូវក្រុមប្រឹក្សាអន្តរជាតិដើម្បីគ្រប់គ្រងសេវាវុធនុយក្លេអ៊ែរហើយក្រោយមកក្រុមអ្នកវិទ្យាសាស្ត្រនេះបានបង្កើតរចនាសម្ព័ន្ធជាគណៈកម្មាធិការមួយដែលមាន Einstein ជាប្រធានសម្រាប់ Einstein ការបង្កើតត្រឹមតែរចនាសម្ព័ន្ធអន្តរជាតិក្នុងទ្រង់ទ្រាយជាសមាគមនៃប្រជាជាតិដូចជាអង្គការសហប្រជាជាតិនេះវាមិនគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនិងរក្សាសន្តិភាពនៅទូទាំងពិភពលោកបាននោះទេគេចាំបាច់ត្រូវតែបង្កើតឲ្យបានទៅជារដ្ឋាភិបាលពិភពលោកមួយដែលមានអំណាចទៅលើប្រទេសជាសមាជិកហើយមានកម្លាំងទ័ពនិងជាពិសេសគឺជាអ្នកកាន់កាប់សភាវុធនុយក្លេអ៊ែរក៏ប៉ុន្តែការតស៊ូមតិរបស់គណៈកម្មាធិការនៃវិទ្យាសាស្ត្រនេះត្រូវទទួលបរាជ័យដោយសារតែគ្មានប្រទេសណាមួយសុខចិត្តបោះបង់អធិបតេយ្យភាពនិងអំណាចទ័ពរបស់ខ្លួនចំណែកឯប្រទេសមហាអំណាចក៏ចាប់ផ្ដើមប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងសង្គ្រាមត្រជាក់ហើយមកទល់នឹងពេលនោះមិនមែនតែអាមេរិកមួយទេដែលផលិតបានអាវុធនុយក្លេអ៊ែរសហភាពសូវៀតហើយក្រោយមកទៀតបារាំងអង់គ្លេសនិងចិនគឺសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន Einstein នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែបន្តិចម្ដងវាបានคล้ายទៅជាសកម្មភាពបន្តបន្សំតែប៉ុណ្ណោះដោយលោកបានងាកទៅផ្ដោតលើការងារសិក្សាស្រាវជ្រាវរបស់លោកដោយកាលពីមុនវិញគឺត្រឹមពេលដែលសង្គ្រាមលោកលើកទី2ត្រូវបញ្ចប់ Einstein បានចូលនិវត្តន៍ពីការងារជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Princeton ក៏ប៉ុន្តែលោកនៅតែបន្តការងារសិក្សាស្រាវជ្រាវខាងរូបវិទ្យាតទៅទៀតដោយលោកមានគោលដៅចង់ស្វែងរកទ្រឹស្ដីមួយដែលអាចពន្យល់និងអនុវត្តចំពោះអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងចក្រវាឡគឺចាប់តាំងពីវត្ថុដ៏ធំធេងនៅក្នុងទីអវកាសរហូតទៅដល់សារធាតុដ៏តូចល្អិតជាងអាតូមនិយាយជារួមគឺការភ្ជាប់គ្នារវាងទ្រឹស្ដី General Relativity និងរូបវិទ្យាកង់ទិចក៏ប៉ុន្តែនៅពេលនោះ Einstein មានវ័យកាន់តែចំណាស់ទៅហើយចំណែកឯសុខភាពរបស់លោកនោះទៀតសោតក៏ត្រូវប្រឈមមុខនឹងបញ្ហាកាន់តែច្រើនផងដែរ Einstein បានធ្លាក់ខ្លួនឈឺធ្ងន់ហើយទទួលមរណភាពនៅថ្ងៃទី18ខែមេសាឆ្នាំ1955នៅក្នុងវ័យ76ឆ្នាំ Einstein ទទួលមរណភាពនៅក្នុងដំណេកហើយនៅក្បែរគ្រែរបស់លោកនៅក្នុងមន្ទីរពេទ្យគេឃើញមានក្រដាស12សន្លឹក
ពេញទៅដោយរូបមន្តនិងសម័យកាលគណិតវិទ្យាជាច្រើនសម័យកាលអត់ទាំងនេះវានៅជាការព្រាយនៅឡើយដោយមិនចេញជាទ្រឹស្ដីអ្វីពិតប្រាកដនោះទេក៏ប៉ុន្តែទោះជាយ៉ាងណាវាបង្ហាញថារហូតទៅដល់ដង្ហើមចុងក្រោយ Einstein នៅតែខិតខំសិក្សាស្វែងរកទ្រឹស្ដីចុងក្រោយរបស់លោករហូតមកទល់នឹងពេលបច្ចុប្បន្ននេះទ្រឹស្ដីរួមដែលអាចពន្យល់និងអនុវត្តចំពោះអ្វីៗគ្រប់យ៉ាងនៅលើចក្រវាឡហើយដែល Einstein បានខិតខំស្វែងរករហូតដល់នាទីចុងក្រោយនៃជីវិតរបស់លោកតាមមិនបានសម្រេចវានៅតែជាប្រធានបទដ៏សំខាន់មួយនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចំនួនក្រោយៗមកទៀត Albert Einstein បានទទួលមរណភាពទៅដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះថាជាអ្នកប្រាជ្ញខាងរូបវិទ្យាដ៏មានឥទ្ធិពលបំផុតនៅក្នុងសតវត្សទី20និងស្ថិតនៅក្នុងចំណោមអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏កំពូលនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិរួមជាមួយនឹង Galilei និង Newton ជាការពិតណាស់ថាទ្រឹស្ដីរបស់ Einstein មិនសូវជាមានអ្នកស្គាល់ច្រើនជាពិសេសបើប្រៀបធៀបទៅនឹងទ្រឹស្ដីរបស់ Newton ម្យ៉ាងដោយសារតែទ្រឹស្ដីរបស់ Einstein មានលក្ខណៈស្មុគស្មាញពិបាកយល់និងម្យ៉ាងទៀតដោយសារតែទ្រឹស្ដីអស់ទាំងនេះមិនសូវជាត្រូវបានគេយកមកអនុវត្តច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឬអាចសង្កេតឃើញជាទូទៅនៅក្នុងបាតុភូតនៅលើភពផែនដីទោះជាយ៉ាងណាទ្រឹស្ដីរបស់ Einstein គឺជាបដិវត្តន៍ដ៏សំខាន់មួយនៅក្នុងការយល់ឃើញរបស់មនុស្សជាតិទៅលើចក្រវាឡជាពិសេសវានាំមកនូវទស្សនៈទានថ្មីដែលនាំឲ្យផ្លាស់ប្ដូរទៅដល់ការយល់ឃើញរបស់មនុស្សទៅលើកម្លាំងទំនាញទៅលើលំហនិងពេលហើយទ្រឹស្ដីនេះត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានគ្រឹះនៅក្នុងការរកឃើញនូវទ្រឹស្ដីជាច្រើនផ្សេងទៀតទាក់ទងទៅនឹងអវកាសបាននិយាយអំពីការអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃវិញការយល់ដឹងពីឥទ្ធិពលនៃកម្លាំងទំនាញទៅលើលំហពេលវាក៏ជាគន្លឹះដ៏សំខាន់មួយដែរនៅក្នុងដំណើរការនៃប្រព័ន្ធកំណត់ទីតាំងដែលគេហៅថា GPS ពីព្រោះថាសុក្រតិភាពនៃប្រព័ន្ធ GPS នេះគឺវាអាស្រ័យទៅលើសុក្រតិភាពរវាងម៉ោងនៅលើភពផែនដីនិងម៉ោងនៅលើផ្កាយរណបយោងតាមទ្រឹស្ដី Special និង General Relativity របស់ Einstein ផ្កាយរណប GPS ដែលស្ថិតនៅកម្ពស់រាប់រយគីឡូម៉ែត្រពីភពផែនដីត្រូវទទួលរងឥទ្ធិពលកម្លាំងទំនាញផែនដីតិចជាងហើយម៉ោងនៅលើផ្កាយរណបទាំងនេះក៏ត្រូវដើរលឿនជាងម៉ោងនៅលើភពផែនដីគម្លាតរវាងម៉ោងទាំងពីរនេះធ្វើត្បិតតែមានទំហំដ៏តូចក៏ប៉ុន្តែប្រសិនបើគេមិនគិតបញ្ចូលទ្រឹស្ដី Relativity របស់ Einstein នោះទេសុក្រតិភាពនៃប្រព័ន្ធ GPS នេះអាចនឹងត្រូវប្រែប្រួលរហូតដល់ទៅរាប់គីឡូម៉ែត្រឯណោះ